បាទសួស្តីបងប្អូនអ្នកគ្នាហើយក៏សូមស្វាគមន៍សម្រាប់ការវិលត្រឡប់មកកាន់វីដេអូថ្មីបងប្អូនអ្នកគ្នាអញ្ចឹងក្នុងវីដេអូនេះគឺតេតើជាមួយនឹងរឿងរ៉ាវរបស់ទាហានសៀមគឺបានទម្លាយការពិតចេញមកខ្លះទៀតដែរបងប្អូនអ្នកគ្នាអញ្ចឹងបើសិនជាបងប្អូនចង់ដឹងថាតើនៅក្នុងវីដេអូនេះគឺមានរឿងរ៉ាវអ្វីទេនោះសូមបងប្អូនចូលទៅតាមដានទស្សនាវីដេអូជាមួយ admin ទាំងអស់គ្នាហើយចាំចុងក្រោយចាំ admin ចូលរួមជាមតិយោបល់ជាមួយពុកម៉ែមីបងប្អូនទាំងអស់គ្នាតាមក្រោយដែរបងប្អូនណាតោះឥឡូវយើងទៅតាមដានទស្សនាវីដេអូឃ្លីបទី1បងប្អូនណាថាមានរឿងរ៉ាវអ្វីទេ2026នេះហាមានតាហ៊ានសៀមម្នាក់បានសរសេរសារបង្ហោះនៅលើបណ្ដាញសង្គមធ្វើឲ្យមានការចាប់អារម្មណ៍ជាខ្លាំងពីប្រជាជនសៀមជាពិសេសពីគ្រួសារណាដែលមានកូនឬក៏ប្តីជាតាហ៊ានបងប្អូនហ្នឹងហើយតាហ៊ានម្នាក់នោះបានសរសេរបង្ហោះថាចេះខ្ញុំបានការពារប្រទេសជាតិប៉ុន្តែប្រទេសជាតិមិនបានការពារខ្ញុំទេតាហ៊ានថៃម្នាក់បានប្រថុយជីវិតរបស់គាត់ដើម្បីការពារទឹកដីហើយគាត់បានត្រឡប់មកដល់ផ្ទះវិញបានឃើញម្ដាយនិងប្អូនស្រីអាយុ9ឆ្នាំរបស់គាត់កំពុងតែដេកនៅក្នុងខ្ទមយ៉ាងទ្រុឌទ្រោមបងប្អូនអើយហ្នឹងហើយគាត់បានសរសេរអញ្ចឹងបន្ទាប់ពីប្រយុទ្ធនៅអានសេះអស់រយៈពេល9ខែដោយប្រថុយជីវិតរបស់គាត់ការពារព្រំដែនគាត់បានត្រឡប់មកផ្ទះវិញនៅកំផែងភេទហើយបានរកឃើញម្ដាយនិងប្អូនស្រីអាយុ9ឆ្នាំរបស់គាត់ត្រូវបានបណ្ដេញចេញពីផ្ទះរបស់ពួកគេដោយសាច់ញាតិពួកគេត្រូវបានបង្ខំឲ្យរស់នៅក្នុងខ្ទមដែកដែលទ្រុឌទ្រោមដោយរត់គេចពីទឹកជំនន់ជារៀងរាល់យប់ក្នុងអំឡុងពេលភ្លៀងតែខណៈពេលដែលនៅជួរមុខគាត់បានស្នើសុំជំនួយរួចហើយប៉ុន្តែគ្មានអ្វីកើតឡើងនោះទេអូយបងប្អូនចឹងតាហ៊ាននឹងគាត់ចង់និយាយថាចេះគាត់ចំណាយពេល9ខែនៅព្រំដែនដល់ពេលគាត់ទៅលេងផ្ទះគាត់វិញស្រាប់តែឃើញម្ដាយគាត់ចាស់ហើយនឹងប្អូនស្រីគាត់អាយុ9ឆ្នាំបានគេងនៅក្នុងខ្ទមដ៏ចាស់ទ្រុឌទ្រោមគេចពីទឹកជំនន់ហើយគាត់បានស្នើឲ្យអាខ្ទឹងហ្នឹងវាជួយចាផ្ដល់ជំនួយផ្ដល់អីដូចអ្វីដែលវាបានសន្យាក៏ប៉ុន្តែអត់មានអ្នកណាជួយទេហើយតាសេហ្នឹងបងប្អូនលក្ខណៈថាសំណោះមែនតែនបងប្អូនចឹងហើយបានធ្វើឲ្យគ្រួសារដែលមានប្តីឬក៏កូនជាតាហ៊ានហ្នឹងแซ่ភ្លុកទឹកភ្លុកដីបងប្អូននេះសំបីតែយើងអ្នកអានណាក៏មានអារម្មណ៍ថាសំណោះដែរបងប្អូនអើយហ្នឹងហើយពួកឯងប្រឹងទៀតទៅប្រឹងឲ្យមែនតែនទៅហែងយកជីវិតឯងទៅបដូរហើយគ្រួសារហែងក៏គ្មានបានស្អីដែរលុយប្រាក់ខែប្រាក់ស្អីក៏អត់ដែរហែងប្រឹងទៀតទៅពួកអាតាហ៊ានចោលនៅក្នុងថ្ងៃនេះបាទនៅបងប្អូនអ្នកគ្នាអញ្ចឹងតើតើជាមួយនឹងនេះគឺជាវីដេអូដែលបែកធ្លាយតើតើជាមួយនឹងបាទគឺទាហានចៅសៀមបងប្អូនអ្នកគ្នាបាទទាហានចៅសៀមឬក៏ទាហានចៅថៃណាហ្នឹងហើយអញ្ចឹងកុំទៅឆ្ងល់អីដូចអត់មានបញ្ជាក់ឲ្យបញ្ជាក់រឿយថាតើតើជាមួយនឹងការធ្វើសង្គ្រាមគឺគ្មានអ្វីដែលចំណេញទេបាទគឺមានតែការខាត់បងហើយនឹងវេទនាបាទប្រជាពលរដ្ឋតែប៉ុណ្ណោះប្រជាជនតែប៉ុណ្ណោះបងប្អូនអ្នកគ្នាហ្នឹងហើយអញ្ចឹងសម្រាប់វីដេអូមួយនេះសង្ឃឹមថាទាហានបោះចោលសៀមនឹងបានឃើញនឹងបាននេះច្រើនហើយឥឡូវយើងទៅតាមដានទស្សនាវីដេអូឃ្លីបទី2សិនចាំដល់ពេលចុងវីដេអូចាំយើងចូលរួមជាមតិយោបល់សរុបទៅតែម្ដងបងប្អូនណាហ្នឹងហើយឥឡូវយើងទៅតាមដានទស្សនាវីដេអូឃ្លីបទី2គឺថ្មីទៀតហើយនេះកុំទៅឆ្ងល់អាហ្នឹងហើយជាបាបកម្មនៃការឈានពានប្រទេសគេបងប្អូនអ្នកគ្នាតោះឥឡូវទៅតាមដានទស្សនាបន្តទៀតណាហើយបងប្អូនកំពុងតែនិយាយនឹងគឺថៃកំពុងតឡាយផ្ទាល់ថៃមានការឆេះសហគមន៍នៅខាងក្រោយវត្តអយុធ្យាគឺថាឆេះនេះគឺពុំទាន់ដឹងមូលហេតុទេក៏អត់ទាន់ដឹងថាមានអ្នករងរបួសប្រមាណដែរតែឆេះនេះគឺច្រើនខ្នងណាស់ឆេះនេះគឺនៅក្រោយវត្តប្រាសាទអយុធ្យាគឺជាកន្លែងស័ក្តិសិទ្ធិរបស់ខ្មែរបងប្អូនណាដូច្នេះគឺថាឲ្យហេតុហើយគឺចង្រៃថៃចង្រៃបងប្អូនណាគឺនេះឲ្យហេតុបងប្អូនឃើញហ៎ដាត់ភ្លើងគូឆេះយ៉ាងសន្ធោសន្ធៅអត់ទាន់រលត់ទាំងស្រុងទេបាញ់ទឹកកំពុងតែឆេះណាឥឡូវខ្ញុំកំពុងនិយាយហ្នឹងអត់ដឹងថាឥឡូវនេះគឺរលត់ទាំងស្រុងឬក៏នៅតែឆេះតគ្នាទេបងប្អូនអើយផ្អើលលោកសង្ឃផ្អើលប្រជាជននៅតំបន់នោះបងប្អូនណាហ្នឹងហើយរឿងផ្ទួនថៃរឿងផ្ទួនតែម្ដងដោយសារអីហ្នឹងហើយបាបខ្ញុំនៅតែនិយាយថាបាបកម្មដោយសារអីបាបគឺមិនភ្លេចម្ចាស់ទេណាបាបមិនដែលភ្លេចអ្នកសាងទេគឺឆេះនឹងនៅក្នុងថ្ងៃទី20ខែ5ឆ្នាំ2026នឹងតែម្ដងគឺពិតជាអរគុណមែនទែនដល់ក្រសួងកម្មពារដែលដាក់កម្មផ្ទួនឲ្យយើងបានសោចរាល់ថ្ងៃដោយសារវាធ្វើបាបយើងนะครับยังคงเป็นกลุ่มแสงเพลิงอยู่ภายในตัวอาคารนะครับตอนนี้ท่อน้ำก็ลำเลียงกันเข้าไปทยอยเข้าไปนะครับหัวฉีดนะครับหลายหัวฉีดแล้วนะครับเร่งบ้านในบางบนนะนี่ឥឡូវអេដមីនចាប់ប្លង់ណាមួយចឹង
បានហើយបងប្អូនអ្នកគ្នាអញ្ចឹងតាក់ទងជាមួយនឹងរឿងរ៉ាវដែលបែកធ្លាយនៅតាហ៊ានសៀមបានផុសបាទជាសារសម្រាប់ត្អូញត្អែបាទទៅដល់តាហ៊ានឬក៏ដល់ប្រជាជនរបស់គេណាបងប្អូនអ្នកគ្នាហ្នឹងហើយអញ្ចឹងដោយមានបាទបញ្ជាក់អញ្ចឹងតាក់ទងជាមួយនឹងប្រជាជនបាទតាក់ទងជាមួយនឹងប្រជាជនសៀមហើយនឹងរឿងរ៉ាវដែលនៅក្នុងប្រទេសសៀមដែលវឹកវរនេះគឺបណ្ដាមកពីបាទឈានពៀនហ្នឹងហើយបណ្ដាមកពីសៀមគឺវាស្រេកឃ្លានសង្គ្រាមហ្នឹងហើយបាទបណ្ដាមកពីវាឈ្លានពៀនគេហើយទាំងអស់នេះគឺបាទជាការដាក់ទោសរបស់អីគេខ្លះបាទវាមានទាំងបាទអន្តរជាតិផងវាមានទាំងគ្រោះធម្មជាតិផងបានដាក់ទោសទៅលើសៀមទៅដាក់ទោសយ៉ាងម៉េចចុះបងប្អូនគិតមើលតើតើជាមួយនឹងសេដ្ឋកិច្ចរបស់សៀមមិនធ្លាក់ចុះទាំងអស់ហើយស្ថានភាពរបស់ប្រទេសសៀមគឺតើតើនឹងការរស់ស៊ីគឺចាប់បានបាត់បណ្ដាទៅបងប្អូនអ្នកគ្នាហើយឥឡូវនេះពួកសៀមគឺកំពុងតែខ្លាចតើតើជាមួយប្រទេសផ្សេងដែលមកដណ្ដើមទីផ្សាររបស់សៀមហ្នឹងដណ្ដើមយ៉ាងម៉េចបងប្អូនគិតមើលការពីមិនទាន់មានសង្គ្រាមសៀមហ្នឹងគឺវាបានយកតំណែងរបស់វាគឺលក់ជាច្រើនហើយមានតំណែងតំណងតើតើនឹងការលក់ហ្នឹងគឺបានខ្លាំងជាងគេណាប៉ុន្តែមកដល់ពេលមានសង្គ្រាមនេះទៅដល់កន្លែងនេះបិទច្រកកន្លែងនេះមានបញ្ហាតើមានបញ្ហាធ្លាក់ចុះមកតើតើជំអន្តរជាតិហើយក៏មានសម្ពាធនៃការដាក់ពន្ធផ្សេងទៀតដែររឿងរ៉ាវមួយទៀតតើតើជាមួយគ្រោះធម្មជាតិហ្នឹងបងប្អូនអើយទោះបីឲ្យយើងថាមិនជឿក៏វាមិនកើតប៉ុន្តែអ្វីដែលសំខាន់វាស្រស់វាឃើញនឹងភ្នែកវាច្រើនពេកពីមួយរឿងទៅមួយរឿងពីមួយរឿងទៅមួយរឿងហើយសូមបញ្ជាក់ទៀតណាបងប្អូនណាសួរថាគ្រោះធម្មជាតិរបស់សៀមហ្នឹងយើងផលិតវីដេអូ AI ទេអត់ទេបងប្អូនដល់នេះគឺជារឿងរ៉ាវគឺហេតុដែលពិតជូនបងប្អូនទស្សនាបងប្អូនដល់គ្នាហើយសួរថាធ្វើម៉េចបើវាអញ្ចឹងបើវាស្ដែងអញ្ចឹងពីបងប្អូនដល់គ្នាហ្នឹងអានេះគឺជាកម្មពៀដែលសៀមត្រូវបានទទួលដែល idol ដែលគាត់បានបញ្ជាក់បាទបាបកម្មគឺមានអ្នកទទួលអាណាសាងអីអានឹងទទួលនឹងឥឡូវអាសៀមគឺវាសាងបាបកម្មហ្នឹងវាទទួលតែបងប្អូនដល់គ្នាតោះយើងទៅរកដំណោះស្រាយថាតើបើសិនជាអានេះក៏តែយើងចែកម្លែកទៅអាសៀមខ្លះអញ្ចឹងទេដំណោះស្រាយសម្រាប់សៀមតើគួរធ្វើយ៉ាងម៉េចណែសៀមបើសិនជាចង់ឲ្យប្រទេសអ្នកឯងហ្នឹងបាទកាត់បន្ថយនៅគ្រោះថ្នាក់ឬក៏អ្វីផ្សេងណាចង់ឲ្យប្រទេសអ្នកឯងល្អប្រសើរជាងនឹងបន្តិចណាបាទគឺតើតើអាហ្នឹងគឺបណ្ដាមកពីអ្នកវិភាគនយោបាយរបស់ស្រុកសៀមអ្នកឯងហ្នឹងបាទវិភាគនយោបាយវាថាវាច្រើនតែវិភាគឲ្យពួកអត្តហ៊ានសៀមហ្នឹងគឺញុះញង់មកឲ្យបាទធ្វើសង្គ្រាមឈានពានមកកម្ពុជាហើយពួកវិភាគនយោបាយហ្នឹងវាទៅញុះញង់ឲ្យរាជរដ្ឋាភិបាលអីមានការស្អីហ្នឹងឧបត្ថម្ភអីជំនួយអីផ្សេងដើម្បីមកឈានពានអញ្ចឹងទៅហ្នឹងហើយអញ្ចឹងសួរថាធ្វើម៉េចបើចង់ឲ្យវាបាននេះអាអ្នកវិភាគនយោបាយរបស់សៀមណាក៏ដោយពួកវិភាគអីផ្សេងក៏ដោយអាណាក៏ដោយឲ្យតែវាបាទឲ្យតែវាវិភាគជាលក្ខណៈញុះញង់ឲ្យពួកអ្នកឯងធ្វើសង្គ្រាមមកឈានពានមកប្រទេសកម្ពុជាអាហ្នឹងហើយក៏ភ្លើងដាក់វាទៅដាក់ក្បាលវាទៅព្រោះពួកអាហ្នឹងវាវិភាគវាអត់ចំណេញទេវាវិភាគឲ្យវាមានតែរងទុកវេទនាឲ្យជនជាតិឯងអញ្ចឹងឃើញជាក់ស្ដែងដែរហើយសួរថារឿងហៅដែលឈ្លានពានមកវាពួកវិភាគហ្នឹងហើយវាវិភាគចុះវាពួកឡើងគឺវាជំរុញហើយវានិយាយញុះញង់ឲ្យជនជាតិសៀមមកស្អប់បងប្អូនកម្ពុជាឬក៏ស្អប់ជនជាតិផ្សេងដល់ពេលឥឡូវធ្វើឲ្យឃើញចង់បញ្ចប់ឃើញរងទុកវេទនាខ្លួនឯងអញ្ចឹងមិនបាច់ឆ្ងល់ទេបាទអ្នកវិភាគណាដែលវាមានការញុះញង់ណាពួកសៀមសំ5ណាពួកវិភាគសៀមគ្នាឯងហ្នឹងអ្នកវិភាគណាដែលញុះញង់ឲ្យពួកសៀមឯងហ្នឹងធ្វើសង្គ្រាមឬក៏ឈ្លានពានមកប្រទេសកម្ពុជាហ្នឹងភ្លើងមាននៅដៃសេរីក្បាលពួកវាទៅគ្មានចំណេញទេពួកនេះហ្នឹងហើយចាប់ផ្ដើមព្យាយាមធ្វើអំពើល្អវិញទៅហើយសូមកុំភ្លេចណាសូមកុំភ្លេចរឿងមួយទៀតតើទៅមួយកម្មពីទឹកដីដែលធ្លាប់ឈានពានខ្មែរទាំងប្រមាណបកគលឲ្យខ្មែរមកវិញមកណាបកគលឲ្យខ្មែរមកវិញហើយកុំភ្លេចប្រាប់ទៅរាជរដ្ឋាភិបាលផងឲ្យមានសំណងសមកម្ពុជាតើទៅជាមួយនឹងការបាទបោះខបែកបំផ្លិចបំផ្លាញហេតុថារចនាសម្ព័ន្ធរបស់ប្រទេសកម្ពុជាហ្នឹងនៅជាប់ព្រំដែនហ្នឹងនៅព្រំដែនហ្នឹងគឺយកសំណងមកសងគេវិញអស់មកអាហ្នឹងបាបកម្មអាហ្នឹងគឺវានឹងធូរថយតាមហ្នឹងហើយបាទហើយនឹងមានរឿងរ៉ាវច្រើនទៀតណាហ្នឹងហើយអញ្ចឹងបើសិនជាចង់សុកអាចនឹងយកវិធីទៅធ្វើទៅហើយបើថាមិនចង់នេះទេចង់តែបន្តរស់នៅទាំងវេទនាអញ្ចឹងទៅពួកអាសៀមនៅបងប្អូនដល់គ្នាអញ្ចឹងក្នុងវីដេអូនេះក៏មានតែប៉ុណ្្នឹងចង់ចែកម្លែកទៅកាន់បងប្អូនដល់គ្នាហើយយើងក៏សង្ឃឹមថាយើងនឹងជួបគ្នានៅវីដេអូថ្មីក្រោយទៀតបាទចុងក្រោយសូមអរគុណសូមគោរពលា